មកដល់ភ្នំតាក្រៀមនៅវេលាម៉ោង 7:20 នាទីដែលខ្ញុំជិះពីបាត់ដំបងគុណថកុដបុត្រសវង្សកាត់ស្ពានវត្តគោមកដល់រង្វង់មូលនាងកង្ហីងច្បូតសក់ភូមិសាលាលោកបាឡាត់មកដល់ផ្លូវបំបែកជ្រីក្បាលខ្មោចមកដល់ផ្សារមកដល់ផ្សារបឹងរាំងមកដល់ផ្លូវកាត់លបឿនលឿនមកដល់ភូមិគោកបលីមកដល់វត្តធម្មរាំងសីកំពៅដល់ភ្នំសំពៅដល់ផ្លូវចូលវត្តភ្នំអណ្ដើកឥឡូវនេះខ្ញុំមកដល់ភ្នំតាក្រៀមនៅខាងច្រកភ្នំតាក្រៀមកាត់វាលបន្តិចមកគេដាក់ថាសូមស្វាគមន៍អស់លោកដែលមកដល់ភូមិភ្នំតាក្រៀមឥឡូវខ្ញុំនឹងបន្តទៅមុខទៀតទៅកំពីងពួយនៅសល់12គីឡូទៀតមកដល់ផ្សារតាក្រៀមហើយមកដល់ផ្សារតាក្រៀមផ្សារកមួនផ្សារនេះមានតែពេលថ្ងៃទេពេលល្ងាចយប់អីទៅរលាយនេះផ្សារតាក្រៀមវ៉ាន់ថ្លៃដល់1000 វ៉ាន់ថ្លៃដល់1000 ដល់វត្តលអាងភ្នំតាក្រៀមវត្តហួសសាលាឃុំតាក្រៀមតិចមកភ្នំតាក្រៀមតិចមកដល់វត្តគិរីជុំហៅវត្តថ្មីភូមិអូពងមន់ឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងជិត3គីឡូទៀតបានដល់អានេះគាត់ថាឲ្យដឹងជាសារបានឃុំភ្នំតាក្រៀមនេះធ្វើដំណើរទៅកពីងពួយនេះមិនដាច់ទេតាមផ្លូវមានហាងសាំងមានហាងកាទៀវបាយទឹកជាប់រហូតតាមផ្លូវមិនខ្វះទេចាក់ចេញពីអូតាក្រៀមមកចូលមកដល់ភូមិអូពងមន់ភូមិអូពងមន់មានផ្សារមួយផ្សារកមួនផ្សារលក់ខោអាវកប៉ិកកប៉ុកបបបៀកហើយបានឃើញអ្នកមានម្នាក់ដើរចេញពីផ្ទះមកដែលផ្ទះនឹងមានអត្រៈទ័រពី3ប៉ុន្តែស្លៀកកន្សែងបញ្ចេញក្បាលពោះឡង់ដោយទងន់7ខែអញ្ចឹងហើយមានសម្បុរព្រីងទុំអត់មានពាក់អាវទេពាក់ខ្សែកមួយខ្សែប្រហែលខ្ទង់2តម្លឹងបានថានេះអ្នកមាននៅអូពងមន់សម្បុរព្រីងទុំស្លៀកកម្មាសំយេះបញ្ចេញផ្សិតក្បាលពោះទងន់ប្រហែល7ខែមនុស្សប្រុសក្បាលពោះទងន់ប្រហែល7ខែគឺគាត់ស្លៀកខាងលើវាមិនជាប់ក្រមាកន្សែងនេះវាធ្លាក់មកនៅខាងក្រោមផ្សិតហើយត្រូវបញ្ចេញខ្សែកប៉ិនមករៀមដៃ ត្រឡេកមើលមកខ្ញុំ
ដែលជាអ្នកស្រែនឹកសុខជិះកង់ផ្សងប្រេងនេះគេមើលមកយើងថាចុះអានៅមានអាណាជិះកង់ទៀតគេជិះម៉ូតូគ្រប់គ្នាហើយមកដល់លឺសំឡេងសង្វេគណាស្លាប់ទៀតហ៎មកដល់ភូមិតាងែនអរគុណសន្តិភាពមកដល់ភូមិតាងែនសូមស្វាគមន៍បងប្អូនយើងនៅភូមិហួសអូពងមន់ហើយអូតញាឥឡូវដល់តាងែនហើយណាគឺណាកមុំតាងែនណានៅប្រមាណជាងហ៊ានទៀតដល់នៅកពីងពួយជាតិដល់ខ្ញុំក្រោកពីម៉ោង5កន្លះមកឥឡូវមកដល់នេះម៉ោង8ជាងចំអូនេះហើយនេះកមុំតាងែនដែរនេះអើម៉ែអើយហើយក៏សបោសាច់ម្លេះលោកម្ចាស់ខ្ញុំចាក់ចេញពីភូមិរំជែក3អាស្រមគុណថកតលោកតាបុត្រសវងនៅវេលាម៉ោង5កន្លះព្រឹកហើយជិះកង់មកតាមផ្លូវចេញមកកាត់ស្ពានអូតាគីមកដល់សាលាលោកបលាត់កន្លែងនាងកង្ហីងច្បូតសក់មកដល់ផ្សារបឹងរាំងគោកពន្លៃវត្តកំពៅវត្តភ្នំសំពៅភ្នំដើកកាត់មកដល់ភូមិតាក្រៀមឃុំតាក្រៀមស្រុកតាខ្ញុំនឹងស្រុកតាខ្ញុំឈ្មោះតាឌៀបគាត់នៅស្រុកគាត់នៅភ្នំតាក្រៀមបងប្អូនគាត់មាន4នាក់បងគាត់បង្អស់ឈ្មោះតាសោមយាយនៅបន្ទាប់មកយាយរបស់ខ្ញុំយាយទេតាឌីបន្ទាប់មកតាឌៀបយាយនាលនេះស្រុកតាឌៀបស្រុកនំតាក្រៀមហើយពើគេតាយោះយាយយ៉ាន់ព្រះវិហារវត្តតាងែនហួសអូពងមន់តិចមកភូមិអូពងមន់តិចមកនៅខាងស្ដាំដៃចូលភូមិតាងែននៅខាងស្ដាំដៃនេះវត្តតាងែននេះច្បាស់លាស់ហើយលើកនេះសេចក្តីរាយការណ៍របស់ខ្ញុំអំពីអ្នកស្រែនឹកស្រុកដើមច័ន្ទគិរីបានបូជាជីវិតនៅក្នុងពុទ្ធសាសនាហើយឥឡូវជាងនៅខាងលើđóចម្លាក់ជាងចម្លាក់ឆ្លាក់ចេញទៅជារូបព្រះពុទ្ធរូបឆ្លាក់ចេញទៅជាព្រះពុទ្ធរូបប្រក់នាគដើមច័ន្ទគិរីប៉ុណ្ណេះនឹងคล้ายទៅជាមរតករបស់វត្តតាងែន3ខែបានប៉ុណ្ណេះខ្លាំងតែម្នាក់ឯងអូ2នាក់មើលជាងសុំឈ្មោះទៅមើលជួយផ្សាយទៅនឹងផ្សាយមកពិភពលោកមកគេមើលអា channel នេះឈ្មោះអីចាយកូនជាងមេក៏ដោយប្រាប់ឈ្មោះមេគឺចាយច័ន្ទណាហ្នឹងហើយបកាយឆ្លាក់ណាលោកម្ចាស់អើយ3ខែហើយនេះបានរូបព្រះប្រសូតឯណាព្រះប្រក់នេះឯណាដើមច័ន្ទគិរីសុទ្ធនេះណាដើមដុះនៅនឹងអានឹងតំណាងឲ្យវត្តអរគុណហើយចឹងដើមច័ន្ទគិរីឥឡូវកំពុងពេញនិយមទៅជាតុកទូឥឡូវ
ដើមចាន់ការីហ្នឹងដល់ក្នុងវត្តនេះនេះដើមធំនេះក៏ចាន់ការីដែរបាទមួយនេះវាតៃសាភាសាបាលីសំស្ក្រឹតថាតៃសាស្លាប់មរណភាពសកុតគេបានយកដង្កត់ច័ន្ទគិរីនឹងឆ្លាក់ទៅជារូបព្រះសម្លាញ់នេះកងជប៉ុនបកែមែនខ្ញុំទិញលើកនេះ$75កែមែនខ្ញុំជីមានកត្រកវាហើយខាងក្រោយខ្ញុំយកមកពីអាមេរិកទេគោលការណ៍របស់ខ្ញុំដែលជីឥឡូវបានដូចបំណងកងជប៉ុនបកែមែន$75ខ្ញុំជីគិតទៅវាបាត់ដបងឥឡូវដល់ជិតដល់ភ្នំជិតដល់កពីងពួយណាហើយវីដេអូនេះណែបញ្ចប់តែប៉ុណ្្នឹងសោះវាវែងបន្តិចមែនណាអូខេបាយបាយបងប្អូនដែលបានពេចពេលរមិលមើលនៅខ្សែវីដេអូរូបទស្សន៍នៃ channel អ្នកស្រែនឹកស្រុកបាយបាយបងប្អូន